កីឡាករជើងខ្លាំងកម្ពុជាជួបមុខជាច្រើនរោគបានប្រកួតចាញ់កីឡាករបរទេសទាំងនឹកស្មានមិនដល់នៃឱកាសបរិយាពិធីបុណ្យអុំទូករយៈពេល3ថ្ងៃកន្លងមកនេះការប្រកួតគុនខ្មែរដែលមានកីឡាករជើងខ្លាំងកម្ពុជាជួបមុខជាច្រើនរូបបានឡើងស្វាគមន៍កីឡាករបរទេសនៅតាមបណ្ដាសង្វៀនធំៗមួយចំនួនក្នុងនោះមានការប្រកួតគុនចម្រុះនិង King Boxing ផងដែរនាឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដាប្រទេសសំពះព្រះខែនិងអកអំបុករយៈពេល3ថ្ងៃកន្លងមកនេះដែលកីឡាករលំដាប់ស្រុកខ្មែរច្រើនអ្នកបានផ្លត់ស្នៀតប្រកួតចាញ់កីឡាករបរទេសទាំងនឹកស្មានមិនដល់ការប្រកួតគ្រប់សង្វៀនរយៈពេល3ថ្ងៃដែលលទ្ធផលពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនដែលកីឡាការិនីកម្ពុជាលំដាប់ជួរមុខជាច្រើនគូបានបរាជ័យស្ទើរមិនគួរឲ្យជឿទាំងការប្រកួតគុនខ្មែរការប្រកួតគុនចម្រុះនិង King Boxing ផងដែរដោយក្នុងនោះជើងខ្លាំងលំដាប់លេខ1ស្រុកខ្មែរទម្ងន់57គីឡូក្រាមអ្នកលេងចិត្តសាស្ត្របឺតសង្ឃឹមបានប្រកួតចាញ់បរទេសក្នុងទឹកទី1ហើយមនុស្សឈើសុកធីបានចាញ់ពិន្ទុកីឡាករបរទេសផងដែរអ្វីដែលអ្នកគាំទ្រសោកស្ដាយបំផុតគឺកីឡាករលំដាប់លេខ1ស្រុកខ្មែរទម្ងន់73គីឡូក្រាមអ្នកលេងពូថៅដៃធឿនធីរ៉ាបានចាញ់ដៃគូចាស់ប៉ាវែលមកពីប្រទេសបេឡារុសដែលធ្វើឲ្យរូបគេធ្លាក់ត្រឹមវគ្គពាក់កណ្ដាស់ផ្ដាច់ព្រាត់មិនអាចឡើងទៅដណ្ដើមខ្សែក្រវ៉ាត់គុនខ្មែរពិភពលោកនិងកំប៉ុងមាសដែលមានបេក្ខភាព8នាក់ក្នុងមួយរាត្រីនោះឡើយជាមួយគ្នានេះកីឡាករគំរៈកាន់រាជបានចាញ់ពិន្ទុកីឡាករចិនសម្រាប់ការប្រកួត King Boxing ហើយកីឡាការិនីអេយ៉ានុតបានចាញ់សន្លប់ក្រោមកណ្ដាប់ដៃកីឡាការិនីអាមេរិកនិងកីឡាករគឹមវាសនាក៏បានចាញ់សន្លប់ផងដែរចំណែកការប្រកួតគុនចម្រុះវិញគ្មានកីឡាករកម្ពុជាណាម្នាក់ដែលអាចទទួលបានជ័យជំនះលើកីឡាករចិនបានឡើយទោះបីជាយ៉ាងណាលទ្ធផលដែលគួរឲ្យសរសើររបស់កីឡាករកម្ពុជាគឺអេអាម៉ារីនពូថងដណ្ដើមខ្សែក្រវ៉ាត់បានពីកីឡាករអាមេរិកអ៊ីវ៉ាន់ប៊ូលតុននេះជាបរាជ័យលើកទី1របស់កីឡាករអាមេរិកបន្ទាប់ពីរូបគេធ្លាប់ឈ្នះកីឡាករកម្ពុជាជាច្រើនអ្នកកូនប្រុសរបស់លោកអេពូថងម្នាក់ទៀតគឺម៉ឺនមេឃាក៏ទទួលបានជ័យជំនះលើកីឡាករចិនសម្រាប់ការប្រកួត King Boxing ព្រមទាំងមានកីឡាករជាច្រើនអ្នកដែលទទួលបានជោគជ័យតែយ៉ាងណាក៏បរាជ័យរបស់កីឡាករលំដាប់ជួរមុខរបស់កម្ពុជានេះត្រូវបានគេមើលឃើញថាកីឡាករខ្លះហាត់មិនបានដិតដល់កីឡាករខ្លះឡើងវាយទាំងខ្លួនមានជំងឺមិនទាន់ជាស្រួលបួលនៅឡើយចុះបងប្អូនយ៉ាងណាការប្រកួតចាញ់របស់កីឡាករជើងខ្លាំងជួរមុខរបស់កម្ពុជាជាច្រើនរូបបែបនេះសូមចូលរួម comment និង share តាមការគួរ